ចេះអូនជាពលរដ្ឋនៃប្រទេសនេះអូនអាចជួយបានតាមកម្រិតរៀងខ្លួនអ្នកណាប៉ុណ្ណាជួយបានប៉ុណ្ណាអ្នកណាបានប៉ុណ្ណាជួយប៉ុណ្ណាឥឡូវជាយោបល់ខ្ញុំដែលជាគ្រូបង្រៀននៅកន្លែងហ្នឹងពេលនេះអ្វីដែលអូនអាចធ្វើជួយបានជួយចោះប៉ុន្តែរឿងទី1ដែលអូនត្រូវធ្វើគឺជាពលរដ្ឋល្អឲ្យខំរៀនឲ្យចេះឲ្យខ្លាំងមែនតើអញ្ចឹងឲ្យចេះកុំលេះលោះឲ្យសោះជាមួយចំណេះដឹងគុណភាពឲ្យត្រូវតែមានអ្នកដឹកនាំសិង្ហបុរីក៏ធ្លាប់និយាយចេះអូនត្រីធំស៊ីត្រីទូចស៊ីកពឹសប៉ុន្តែកពឹសនឹងវាទៅណាវាស៊ីអីវាមិនអាចស៊ីអាណាតវិញបានទេព្រោះវាទូចជាងគេអញ្ចឹងត្រីធំស៊ីត្រីទូចស៊ីកពឹសរៀបចំខ្លួនឲ្យទៅជាកពឹសដែលពុលហើយស៊ីអញងាប់ហើយពុលខ្មែរយើងអាចអញ្ចឹងតូចប៉ុន្តែអ្នកឯងដូចព្រះអង្គមានសង្ឃដីកាមិញឲ្យខ្លាំងហើយបើអ្នកឯងធ្វើអីខ្ញុំគឺអ្នកឯងហត់អ្នកឯងអត់បានប្រយោជន៍អីទេអានឹងត្រូវរៀបចំខ្លួនឲ្យអញ្ចឹងហើយចាំយើង break down ថាឲ្យខ្មែរអញ្ចឹងតើពលរដ្ឋមួយធ្វើអីអ្នកណាធ្វើអីវ័យណាធ្វើអីខ្ញុំបដៅក្មួយខ្ញុំតូចដែលវានៅតូចមិនតាន់ធំហ្នឹងថាឲ្យគោរពឪពុកម្ដាយហើយស្ដាប់បង្គាប់គាត់មានរឿងអីសួរគាត់មិនមែនឲ្យស្ដាប់ហើយត្រាប់តាមដោយមិនសួរទេក្មេងជួនកាលគេអាចមានគំនិតល្អជាងយើងឲ្យសួរទៅបើយើងបញ្យល់គ្នាទៅវិញទៅមកមិនបានធ្វើតាមគេទៅធ្វើតាមក្មេងហ្នឹងទៅព្រោះក្មេងហ្នឹងគេប្រកែកជាងសម្រាប់យើងជាយុវជនពេលនេះទី1ខ្ញុំនៅនិយាយពីដដែលហើយអាហ្នឹងដែលចេញទៅពហិការអីមិនពហិការមិនដឹងទេប៉ុន្តែអូនឯងមុននឹងចាយលុយ1000 2000 5000 10000លុយខ្មែរអូនឯងតោងសួរខ្លួនឯងថានេះជាប្រយោជន៍ខ្មែរដែរអត់អូនឯងចាយទៅថាតើវាវិលមកជួយសេដ្ឋកិច្ចខ្មែរដែរឬអត់អាហ្នឹងមានន័យថាអូនឯងជួយខ្លាំងណាស់ហើយជួយខ្មែរមកចំណុចធំឲ្យពង្រឹងសេដ្ឋកិច្ចយើងខ្ញុំតែងប្រៀបធៀបប្រទេសទៅនឹងបុគ្គលខ្លួនឯងឲ្យកូនខ្ញុំស្ដាប់ជាមនុស្សម្នាក់អូនដើម្បីអូនរឹងមាំធ្វើការដើរនៅក្នុងសង្គមនេះបានដែលគេអត់ធ្វើបាបអូនទី1ស្អីសុខភាពអូនឯងត្រូវខ្លាំងសាច់ដុំអូនឯងត្រូវខ្លាំងដែលពួកជនពីលទាំងឡាយមិនអាចវាយអូនឯងបានទេអញ្ចឹងត្រូវតែរក្សាសុខភាពហាត់កីឡាហើយបើជាប្រទេសស្អីអាហ្នឹងគឺក្រសួងការពារជាតិគឺកងទ័ពត្រូវតែខ្លាំងទី2ជាបុគ្គលជាមនុស្សអូនឯងមិនត្រូវមានតែកម្លាំងមានតែសាច់ដុំហើយល្ងងខ្លៅដែលគេមិនអាចវាយអូនឯងឈ្នះប៉ុន្តែគេបោកអូនឯងឲ្យធ្លាក់អណ្ដៅអញ្ចឹងត្រូវមានខួរក្បាលមួយទៀតត្រូវមានបញ្ញាមួយទៀតជាមនុស្សត្រូវរាងកាយរឹងមាំសុខភាពល្អហើយត្រូវមានប្រាជ្ញាវាងវៃទៀតហើយអានោះស្អីគឺប្រព័ន្ធអប់រំយើងត្រូវតែចំណាប់ត្រូវតែមានគុណភាពហើយអាហ្នឹងដែលអូនឯងនៅក្នុងវ័យនេះដែលខ្ញុំនិយាយមិញអូនឯងត្រូវខំរៀនហើយឲ្យចេះពិតកុំរៀនយកតែសញ្ញាបត្រប៉ុន្តែត្រូវតែយកចំណេះឲ្យមានចំណេះនៅក្នុងខ្លួនហ្នឹងទី2ក្រៅពីអូនឯងមានសាច់ដុំខ្លាំងអូនឯងមានបញ្ញាក្រៅពីអូនឯងមានបញ្ញាបើអូនឯងជាមនុស្សដែលមិនល្ងងខ្លៅអូនឯងមានសុខភាពល្អមានសាច់ដុំហើយប៉ុន្តែអូនឯងគ្មានមួយរៀលនៅក្នុងកប៉ៅក៏ពិបាករស់នៅដែរអញ្ចឹងអូនឯងត្រូវមានលុយនៅក្នុងកប៉ៅតទៀតអានោះស្អីគឺសេដ្ឋកិច្ចខ្មែរហ្នឹងហើយត្រូវសេដ្ឋកិច្ចអញ្ចឹងជាពលរដ្ឋនៃប្រទេសនេះរាល់ពេលដែលឯងធ្វើអីត្រូវសួរថាតើអ្វីដែលអញធ្វើនេះដែលខ្ញុំធ្វើនេះវាជាប្រយោជន៍នៃអា3នេះដែរឬអត់ជួយឲ្យប្រទេសខ្ញុំរឹងមាំក្នុងការការពារជួយឲ្យប្រទេសខ្ញុំមានធនធានមនុស្សល្អរីចម្រើនហើយជួយសេដ្ឋកិច្ចប្រទេសខ្ញុំដែរឬអត់ហើយអានឹងខ្ញុំមិនប្រាប់សកម្មភាពមួយថាអូនត្រូវធ្វើនេះទេវាស្ថានភាពផ្សេងគ្នាសកម្មភាពផ្សេងគ្នាក៏ប៉ុន្តែតោងអូនគិតថាតើបំរើបំណង3នេះឲ្យប្រទេសខ្ញុំដែរឬអត់ខ្ញុំនៅតែនិយាយដដែលថាយើងកុំសបោក្រសួងមន្ទីរសបោអ្នកធំអ្នកតូចអីច្រើនពេកប៉ុន្តែរឿង3នេះដែលខ្មែរត្រូវធ្វើនិយាយជាមួយពួកបញ្ញវន្តគ្នាខ្ញុំហើយបានថាអូខេអាហ្នឹងស្អីដែលយើងត្រូវធ្វើ what to do ប៉ុន្តែ how ធ្វើយ៉ាងម៉េចអាហ្នឹងដែលពិបាកធ្វើយ៉ាងម៉េចឲ្យសាច់ដុំឲ្យសុខភាពខ្លួនឯងឲ្យកងទ័ពខ្លួនឯងខ្លាំងធ្វើយ៉ាងម៉េចឲ្យខ្លួនឯងមានបញ្ញាស្មារតីឲ្យធនធានមនុស្សមូលធនមនុស្សខ្លួនឯងមានហើយធ្វើយ៉ាងម៉េចឲ្យសេដ្ឋកិច្ចខ្លួនឯងខ្លាំងហ្នឹងខ្ញុំប្រាប់ខ្លួនឯងអញ្ចឹងប៉ុន្តែមិនឆ្លើយចំថាអូនត្រូវធ្វើមិនអីគ្រាន់តែឧទាហរណ៍មួយថាវ័យប៉ុណ្នេះរឿងទី1ដែលធ្វើជាពលរដ្ឋល្អខំរៀនសូត្រឲ្យពូកែចប់ចេញពី RUP កុំឲ្យគេថាសញ្ញាបត្រចេញពីនឹងចោលមកទៀតធ្វើការអីអត់បាន